បាទអញ្ចឹងមេរៀនបន្ទាប់យើងគឺសិក្សាអំពីមេរៀនទី12និយាយអំពី Java Database បាទ Connectivity អញ្ចឹង Learning Outcome របស់យើងមានចំនួន5បាទទី1គឺបញ្យល់អំពី JDBC បាទ Architecture ឬក៏ Driver Manager Rule បាទទី2យើងសិក្សាពាក់ព័ន្ធជាមួយនឹង Connect ទៅកាន់ SQL ឬក៏ SQL Server Database ដោយយើងប្រើប្រាស់ JDBC ទី3គឺយើងនិយាយអំពី execute query បាទ using statement ឬក៏ prepare ជាមួយ statement បាទទី4គឺយើងសិក្សាពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់បាទ result set ឬក៏ process បាទដើម្បី process នៅ return data ទី5គឺយើងនឹងសិក្សាអំពី implement បាទ transaction បាទដូចជា commit បាទ rollback បាទនិង security ដូចជា SQL injection prevention បាទកន្ធរបស់យើងមានចំនួន6បាទទី1គឺ architecture នៃ JDBC និងតួនាទី driver manager connection ហើយនិង statement ទី2គឺ concept ក្នុងការភ្ជាប់ទៅកាន់ DB បាទ local driver get connection ហើយនិង create statement ទី3គឺការប្រើប្រាស់ statement និងការ prepare statement សម្រាប់ CRUD operation និងទី4នឹងការប្រើប្រាស់ result set បាទការអានទិន្នន័យពី database និង map ទៅកាន់ Java object ទី5គឺ transaction បាទ commit rollback និងការគ្រប់គ្រង atomic operation និងទី6ការពារ SQL injection ដោយប្រើប្រាស់ prepare statement